គ្រប់ជំរាបសួរប្រិយមិត្តទាំងអស់គ្នាដែលតាមដាន Channel របស់ Admin បាទថ្ងៃនេះ Admin ចេញមកបង្អើលបាទរឿងមួយទៀតហើយបាទរឿងគិតកម្មផ្លូវលេខ59ហើយបើសិនជាអ្នកទាំងអស់គ្នានៅក្នុងតំបន់បាទដឹងច្រើនបាទរឿងនេះបានការចែកម្លែកបាទពីបងប្រុសម្នាក់ដែលគាត់នៅមិនឆ្ងាយប្រមាណបាទពីផ្ទះជនរងគ្រោះណាឬគេហៅថាអ្នកដែលបានដឹងឮនៅក្នុងហេតុការណ៍បាទផ្លូវលេខ59ហ្នឹងណានៅក្នុងអំឡុងឆ្នាំ2020បាទខែ4បាទវេលាម៉ោង4បាទរៀបភ្លឺបាទទេវតាចុះឆ្នាំថ្មីនៅក្នុងហេតុការណ៍បាទបាញ់ប្រហារមួយបាទនៅផ្លូវលេខ59ដែលបណ្ដាលឲ្យបាទមានមនុស្សបាទ3-4នាក់បានបាត់បង់ជីវិតណាហើយរឿងនេះកើតឡើងអំពីបាទទំនាស់ស្នេហាបាទនិងបាទការឌឺដងបាទដាក់គ្នាបាទរវាងបាទជនរងគ្រោះហើយនិងជនសង្ស័យបាទរឿងនេះមិនធម្មតាទេណាហើយរឿងនេះជាប់គាំងដល់បច្ចុប្បន្នអត់ទាន់មានពន្លឺហើយមិនដឹងដល់ណាដែរដោយសារអត់មានបានព័ត៌មានណាច្បាស់លាស់ទេហើយរឿងនេះ admin យកមកសម្រាយដើម្បីជាការចងចាំនិងជាមេរៀនបាទដល់យុវជនទូទាំងប្រទេសដែលបានស្ដាប់បាទហើយកុំភ្លេចបាទជួយ Subscribe Channel បាទមួយផងដើម្បីទទួលបានរឿងរន្ធត់រឿងផ្សេងបាទឬស្នេហាអីជាដើមអញ្ចឹងណារឿងនឹងកើតឡើងដោយបាទបុរសបាទដែលជាគូសង្សារហ្នឹងបាទគាត់ស្រឡាញ់បាទកូនស្រីបាទរបស់អ៊ំប្រុសម្នាក់បាទដែលគាត់នៅបាទស្រុកសំពៅលួនណាបាទគាត់នៅផ្លូវលេខ59ដែរទេមិនដល់សំពៅលួនស្រួលបួលទេណាហើយគាត់បានស្រឡាញ់គ្នាយូរហើយបាទហើយបរិសម្នាក់ហ្នឹងគាត់ជាអាជ្ញាធរបាទយើងមិនដឹងថាជាប៉ូលីសឬ PM ឬទាហានទេបាទគាត់ស្រឡាញ់អ្នកនៅនឹងបាទហើយមនុស្សស្រីហ្នឹងក៏គាត់ស្រឡាញ់គ្នាជាមួយបរិសម្នាក់ដែរបាទជាគូសង្សារនឹងគ្នាអញ្ចឹងណាហើយគាត់អ្នកមានដូចគ្នាបាទទាំងខាងប្រុសខាងស្រីបាទតែអ្វីដែលពិបាកបាទសម្រាប់ពួកគាត់ទាំងពីរហ្នឹងបាទគឺមនុស្សខាងស្រីមិនថាភាគីខាងស្រីហ្នឹងគាត់មានស្នេហាត្រីកោណបាទមិនថាគាត់ស្រឡាញ់បរិសហ្នឹងផងហើយគាត់ស្រឡាញ់អ្នកផ្សេងផងបាទមិនថាមនុស្សស្រីហ្នឹងគាត់អាចមានស្រឡាញ់2នាក់បាទអាចមានមនុស្សប្រុស2នាក់ក្នុងពេលតែមួយគេហៅថាស្នេហាត្រីកោណណាអញ្ចឹងវាពិបាកសម្រាប់នារីដែលគាត់ជ្រើសរើសបាទហើយណាមួយនោះគឺខាងនារីណាគឺគាត់ស្រឡាញ់បរិសម្នាក់ទៀតបាទជាងបរិសនេះបាទប៉ុន្តែអ្នកទាំងពីរស្រឡាញ់គ្នាដូចគ្នាបាទគាត់ថាមួយមិនសូវជាច្បាស់លាស់មួយច្បាស់លាស់បាទប៉ុន្តែពេលដែលបរិសខាងនេះបាទបរិសខាងនេះគាត់ទៅលេងផ្ទះញឹកបាទគឺតែងតែមានការពោលពាក្យមិនល្អអំពីខាងស្រីដូចគាត់ថាទៀបកន្ទឿអ្នកមានឬអ្នកក្រអញ្ចឹងទៅបាទធ្វើឲ្យខាងប្រុសខាងនេះហ្នឹងគាត់ខឹងសម្បាបាទហើយចំណែកខាងស្រីនោះវិញគាត់ទៅសរសើរខាងនោះម្ខាងទៀតបាទមិនថាជាគូសង្សារគាត់ម្ខាងទៀតបាទសិតរមួតបាទជាដើមដោយការមានការនិយាយឌឺដងគ្នាបាទរវាងម្ដាយណាទៅបរិសខាងនេះបាទនិយាយបរិសខាងនេះទៅហើយបរិសខាងនោះអត់និយាយទេនិយាយតែបរិសខាងនេះទេឌៀមដាមច្រើនមែនតើរហូតដល់ទៅបរិសខាងនេះហ្នឹងគាត់ខឹងសម្បាបាទហើយពេលគាត់ខឹងសម្បាគាត់និយាយតែប៉ុណ្ណេះបើខ្ញុំមិនបានបាទបើថាបើខ្ញុំមិនបានអ្នកនឹងជាប្រពន្ធណាក៏ម្នាក់នឹងមិនអាចបាទទៅបាននរណាជាប្រពន្ធដែរបាទថាមានមួយអត់មួយណាអញ្ចឹងមិនថាបើខ្ញុំមិនស្លាប់ក៏ម្នាក់នឹងស្លាប់ដែរប៉ុន្តែនៅខាងស្រីនោះវិញបាទគាត់ឮអញ្ចឹងហើយគាត់សើចបាទគាត់ថាហក់មកជើងប្រមាណអីចឹងទៅតែកណ្ដេះហ្នឹងក៏សើចដែរទៅបែរថាការមាក់ងាយគ្នាទៅវិញទៅមកហ្នឹងឌឺដងណាថាឌឺដងដាក់គ្នានៅថ្ងៃមួយនោះគឺបរោះបាទដែលខាងស្រីចោលថាកន្ទឿណាគ្មានសមត្ថភាពអីចឹងទៅបានមកលេងផ្ទះហ្នឹងម្ដងហើយបាទហើយក្នុងពេលហ្នឹងគឺគាត់មកហ្នឹងគឺលក្ខណៈស្វឹងមានថាគាត់បានសេពគ្រឿងស្វឹងបាទពុកវិជាណាគាត់មកនិយាយជាមួយនឹងម្ដាយក្មេកមានថាម្ដាយខាងស្រីគាត់មកនិយាយលក្ខណៈសប្បាយអញ្ចឹងទៅតែម្ដាយខាងស្រីហ្នឹងគាត់ឌឺបាទមានថាគាត់និយាយឌឺណាស់
ក្នុងពេលហ្នឹងគាត់និយាយឌឺដាក់ម្នាក់ប្រុសនឹងខ្លាំងមែនតើរហូតដល់ទៅម្នាក់ប្រុសហ្នឹងគាត់សើចណាអ្នកប្រុសនឹងក៏សើចហើយគាត់ក៏ថាដែរគាត់ថាប្រយ័ត្នបាទគាត់ថាប្រយ័ត្នទាំងគ្រួសារហ្នឹងគាត់នឹងសម្លេះចោលបាទមិនថាគាត់នឹងសម្លេះចោលទាំងអស់ឬគេហៅថាគាត់អាចនឹងសម្លាប់ឬក៏ធ្វើឃាតអីផ្សេងៗអញ្ចឹងណាចោលដល់ពេលអញ្ចឹងខាងស្រីក៏សើចក៏សើចនៅមុខហ្នឹងឯងក្នុងគណៈពេលដែលខាងបរិសុទ្ធហ្នឹងគាត់ស្វឹងផងបាទគាត់ជិះឡានមកក៏ស្វឹងផងហើយក្នុងពេលហ្នឹងកូនប្រុសនៅខាងម្ដាយណាខាងស្រីនោះគឺគាត់ហ្នឹងក៏ស្វឹងដែរមិនថាពេលហ្នឹងគឺជុកជាំទាំងអស់គ្នាហើយប៉ុន្តែផឹកកន្លែងផ្សេងគ្នាប៉ុន្តែដល់ពេលនឹងមកហ្នឹងគឺខាងប្រុសបាទខាងជនសង្ស័យណាគាត់ក៏ជិះឡានទៅបាត់ហើយស្រាប់តែពេលរៀបភ្លឺចន្លោះប្រហែលជាម៉ោង11 12ម៉ោង1 2នេះឯងចន្លោះហ្នឹងឯងមិនច្បាស់ប្រហែលទេតែអាចចាំគឺបរិសុទ្ធដែលជាជនសង្ស័យនេះគាត់មកគោះទ្វារទុងតាំងនៅខាងមុខទុងតាំងនៅខាងមុខណាធ្វើឲ្យអត់មានអ្នកហ៊ានបើកទេដោយសារវាយប់ដល់ពេលបន្ទាប់មកទៀតហ្នឹងគឺរៀបភ្លឺមួយម៉ោងហ្នឹងហើយទ្វារបើកហើយ7ទទួលទេវតាណាពួកទេវតាចុះគឺបរិសុទ្ធនឹងបានយកបាទកំភ្លើងអាកាណាមកបាញ់រះហ្នឹងហើយមកបាញ់រះទៅលើផ្ទះខាងស្រីណាធ្វើឲ្យប្អូនប្រុសបាទគាត់បាទស្លាប់នៅលើរឹងបាទយ៉ាងអត់ធំហើយចំពោះបងប្អូនបាទដែលនៅខាងជាន់លើនោះបាទទៅបាញ់ប្រហែលអ្នកបាទដូចជា2អ្នកអីដែរស្លាប់បន្ថែមបាទគឺគាត់សម្លាប់ស្លេះចោលនៅសល់តែម្នាក់គត់ដែលរត់រួចខ្លួនហើយពួននៅលើក្នុងទូបិទទ្វារចិត្តបាទចូលមិនរួចហ្នឹងហើយនេះគឺជាអ្វីដែលអេដមីនដឹងស្របពេលដែលគាត់បាញ់ហើយបាទមិនថាទាំងគ្រួសារហ្នឹងស្លាប់ហើយនៅសល់តែពុកមួយតែគាត់នៅវត្តណាគាត់ខ្លួនហើយក្នុងពេលហ្នឹងណាម៉ោង4ជាងហ្នឹងគឺលន់ថឹកបាទកំភ្លើងណាលន់ឡើងថឹកបាទហើយអ្នកភូមិផ្អើលតែអត់មានអ្នកហ៊ានចេញទេតើភ្លឺអញ្ចេញហើយបន្តមកទៀតគឺគាត់រត់បាត់ឈឹងហ្មងបាទបាត់ឈឹងអត់មានបានឮសម្លេងទេហើយរឿងនេះគឺជារឿងពិតមួយនៅក្នុងសង្គមឬស្នេហាត្រីកោណពេលខ្លះអាចបាទបងប្អូនទាំងម្ដាយទាំងឪពុកទាំងសាច់ញាតិណាក៏ដោយកុំឌឺដងដាក់គ្នាឬក៏មានស្នេហាត្រីកោណព្រោះវាអាចប្រឈមនឹងដូចរឿងនឹងដែរហើយរឿងនេះអត់មាននិយាយខ្លីៗទេរហូតដល់បច្ចុប្បន្នគឺរត់អត់ឃើញទេជនសង្ស័យបាទស្ងាត់ជ្រាបប៉ុន្តែគ្រួសារទាំងអស់គឺសុខសប្បាយនៅសល់ម៉ានអ្នករស់នៅប៉ុណ្ណឹងបែបសមាជិកវងមិនឌឺដងទៀតបាទរឿងនេះ